សួស្តីបងប្អូនទាំងអស់គ្នាពេលមកដល់លេងនៅសៀមរាបរាល់ដងក្រៅពីធ្វើដំណើរកម្សាន្តនៅកន្លែងតំបន់ប្រាសាទតើបងប្អូនចង់ស្គាល់កន្លែងកម្សាន្តផ្សេងទៀតដែរទេចឹងថ្ងៃនេះ admin នាំបងប្អូនមកកម្សាន្តនៅកន្លែងមួយដែលមានឈ្មោះថាបាគងភូមិខ្ញុំក្រៅពីម្ហូបអាហារនិងភេសជ្ជៈនៅកន្លែងបាគងភូមិខ្ញុំនេះគឺមានកន្លែងបាញ់កាភ្លើងក៏ដូចជាបាញ់ធ្នូផងដែរចឹងនេះគឺជាទេសភាពនៅខាងក្នុងដើម្បីបងប្អូនអាចលេងល្បែងកម្សាន្តទាំងនេះបានបងប្អូនត្រូវធ្វើការទិញសំបុត្រអញ្ចឹងសម្រាប់សំបុត្រទិញព្រួញគឺគេមានប្រភេទព្រួញតូចព្រួញធំហើយយើងមានម្នាក់10ព្រួញហើយសម្រាប់កាភ្លើងវិញគឺមានកាភ្លើងខ្លីក៏ដូចជាកាភ្លើងវែងបែបនេះអញ្ចឹងតម្លៃបើបងប្អូនចង់ដឹងអាចខមមិនទាំងអស់គ្នាចាំ admin ប្រាប់អញ្ចឹងបើទោះបីជាបងប្អូនមិនធ្លាប់លេងល្បែងទាំងនេះក៏ដោយក៏មិនបាច់ព្រួយបារម្ភដែរពីព្រោះថាគេមានគ្រូបង្វឹកមុននឹងយើងធ្វើការបាញ់កាភ្លើងអញ្ចឹងគេនឹងបង្ហាត់យើងពីរបៀបបាញ់ហើយគេមានកន្លែងបាញ់កាភ្លើងផ្សេងនិងកន្លែងបាញ់ធ្នូផ្សេងដើម្បីរក្សាសុវត្ថិភាពរបស់បងប្អូនកាភ្លើងមានចំនួន10គ្រាប់អញ្ចឹងបងប្អូនត្រូវធ្វើការបាញ់ពេញតោងនៅខាងមុខហ្នឹងទាយមើលថា admin បាញ់បានប៉ុន្មានគ្រាប់អញ្ចឹងឥឡូវងាកមកដល់កន្លែងបាញ់ធ្នូវិញអញ្ចឹងកន្លែងបាញ់ធ្នូយើងអាចជ្រើសរើសកន្លែងណាក៏បានដែរហើយមានចិត្តមានឆ្ងាយហើយមានព្រួយធំនិងតូចអាស្រ័យទៅលើបងប្អូនគ្នាស្រួលប្រើមួយណាជាងថ្ងៃដែលខ្ញុំមកលេងហ្នឹងគឺថ្ងៃហ្នឹងមានមនុស្សច្រើនគួរសមអញ្ចឹងគ្រប់កន្លែងទាំងអស់គឺមានអ្នកបាញ់ហើយបងប្អូនចេះងួតលួចមើលខ្ញុំរហូតហេតុអីបានលួចមើលព្រោះឲ្យដោយសារខ្ញុំបាញ់ត្រូវច្រើនចាអញ្ចឹងដោយសារខ្ញុំបាញ់លើកទី1ប៉ុន្តែពេលដែលបាញ់ទៅគឺថាលទ្ធផលមិនធម្មតាដែរហ្នឹងណាបងប្អូនចាអញ្ចឹងគឺថា5ព្រួញគឺលើ10ហើយសម្រាប់កាភ្លើងវិញគឺខ្ញុំបាញ់10លើ10ហ្មង